នាយកដ្ឋានប្រឆាំងបាត់ល្មើសបច្ចេកវិទ្យាស្រាវជ្រាវបង្ក្រាបបានករណីឆោបបោកក្រោមរូបភាពអូសទាញជនរងគ្រោះដាក់ប្រាក់វិនិយោគតាមប្រព័ន្ធ Telegram ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លីក្នុងនោះឃាត់ខ្លួនជនសង្ស័យជាស្ត្រី2នាក់យកមកសាកសួរនិងចាត់ការតាមផ្លូវច្បាប់នៅថ្ងៃទី14ខែតុលានេះបើតាមការប្រកាសរបស់នាយកដ្ឋានប្រឆាំងបាត់ល្មើសបច្ចេកវិទ្យាបានឲ្យដឹងថាយោងតាមប័ណ្ណបញ្ជារបស់អាយុដំនាយឧត្តមសេនីយ៍សោថេតអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី1ខែតុលាឆ្នាំ2025កម្លាំងនាយកដ្ឋានបានបើកការស្រាវជ្រាវលើករណីឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពអូសទាញជនរងគ្រោះដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លីដោយមានការសម្របសម្រួលពីអัยការអមសាលាដំបងរាជធានីភ្នំពេញនៅថ្ងៃទី6ខែតុលាឆ្នាំ2025នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន2នាក់រួមមានទី1ឈ្មោះសណូភេទស្រីនិងទី2ឈ្មោះសថណូភេទស្រីក្នុងនោះតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជនសង្ស័យទាំងពីរខាងលើបានពាក់ព័ន្ធនឹងការទិញលក់គណនី Telegram ឲ្យទៅជនល្មើសនិងបានយករូបថតថ្នាក់ដឹកនាំជាន់ខ្ពស់និងរូបថតរបស់លោកអ្នកអុកញ៉ាជាច្រើនមកធ្វើជា profile ដើម្បីធ្វើការឆោបបោកជនរងគ្រោះដោយអូសទាញឲ្យដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញយ៉ាងណាមិញបច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អัยការអមសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ជាថ្មីម្ដងទៀតនាយកដ្ឋានបានក្រើនរំលឹកដល់សាធារណជនទាំងអស់សូមប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញនិងសូមពិនិត្យពិចារណាឲ្យបានច្បាស់លាស់ពីប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញជៀសវាងការខាត់បងផលប្រយោជន៍និងទ្រព្យសម្បត្តិដោយប្រការណាមួយ